ជំរាបសួរខ្ញុំឈ្មោះហ៊ុនសុជាតិខ្ញុំមានអាយុ19ឆ្នាំសប្តាហ៍ខ្ញុំជាសិស្សរៀននៅថ្នាក់ទី12នៃវិទ្យាល័យអង្គការលើកស្ទួយប្រជាពលរដ្ឋខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រោះឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមខ្ញុំមានបងប្អូន2នាក់ហើយសប្តាហ៍គឺខ្ញុំរស់នៅជាមួយគ្រួសារដែលមានសមាជិក4នាក់ទាំងឪពុកម្ដាយរបស់ខ្ញុំប៉ាខ្ញុំគាត់គឺជាកម្មកររោងចក្រហើយម៉ាក់ខ្ញុំគឺជាមេផ្ទះគ្រួសារខ្ញុំគឺមានជីវភាពមធ្យមក៏ដោយសារតែអ្នកដែលគ្រប់គ្រងគ្រួសារហ្នឹងគឺមានតែប៉ាខ្ញុំម្នាក់ទេហើយគាត់ជាអ្នករ៉ាប់រងទាំងអស់ទាំងការចំណាយទៅលើម្ហូបអាហារទៅលើថ្លៃទឹកថ្លៃភ្លើងផ្ទះជួលហើយនឹងការរស់នៅតម្រូវការប្រចាំថ្ងៃរបស់សមាជិកគ្រួសារទាំងអស់ហ្នឹងកាលពីមុនហ្នឹងខ្ញុំរៀននៅបឋមសិក្សានៅខេត្តកំពង់ចាមហើយមុននឹងបានចូលសាលារៀន PO គឺមានបញ្ហាមួយចំនួនដូចជាដោយសារតែការនោះប៉ាម៉ាក់របស់ខ្ញុំហ្នឹងគាត់បានមកធ្វើការរោងចក្រនៅទីក្រុងភ្នំពេញដោយសារតែជីវភាពខ្វះខាតផងហើយនៅឯតាមខេត្តហ្នឹងគឺមានតែការធ្វើស្រែចម្ការហើយការធ្វើស្រែចម្ការហ្នឹងគឺអាចរកចំណូលចូលគ្រួសារបានតិចមែនទែនអញ្ចឹងហើយទៅបានជាពុកម្ដាយខ្ញុំគាត់ដាច់ចិត្តមកធ្វើការនៅភ្នំពេញទុកឲ្យខ្ញុំនៅជាមួយនឹងលោកតាលោកយាយហើយលោកតាលោកយាយគាត់ចាស់ហើយអញ្ចឹងក៏មានបញ្ហាខាងជីវភាពក្នុងគ្រួសារផងដែរហើយបន្ទាប់មកពេលខ្ញុំអាយុ10ឆ្នាំពុកម្ដាយខ្ញុំបានយកខ្ញុំមកភ្នំពេញមុនដំបូងហ្នឹងគាត់អត់ទាន់ដឹងថាយកខ្ញុំទៅដាក់រៀននៅសាលាមួយណាទេប៉ុន្តែដោយសារតែមានតាកូនរបស់គាត់ហ្នឹងគឺគាត់បានមករៀននៅសាលា PO ហើយគាត់ក៏បានណែនាំប៉ាម៉ាក់ខ្ញុំហើយបន្ទាប់មកប៉ាម៉ាក់ខ្ញុំក៏បានយកខ្ញុំឲ្យចុះឈ្មោះនៅសាលា PO កាលពីខ្ញុំនៅទូចហ្នឹងខ្ញុំគឺជាក្មេងម្នាក់ដែលអៀនច្រើនហើយក៏ខ្លាចគេដែរហើយក៏អត់សូវហ៊ាននិយាយស្ដីច្រើនទេប៉ុន្តែបន្ទាប់ពីបានចូលរៀននៅសាលា PO គឺខ្ញុំបានរាប់អានមនុស្សល្អៗជាច្រើនហើយខ្ញុំក៏បានទទួលបានចំណេះដឹងជាច្រើនផងដែរនៅសាលា PO នេះគឺផ្ដល់ចំណេះដឹងដល់ខ្ញុំបានយ៉ាងច្រើនទាំងចំណេះដឹងទូទៅនៅក្នុងសាលាទាំងចំណេះដឹងទូទៅតាក់ទងជាមួយនឹងក្រុមខាងក្រៅកាលពីនៅទូចគឺខ្ញុំបានរៀនភាសាអង់គ្លេសជាមួយនឹងជនជាតិបរទេសដែលគាត់ volunteer នៅ PO នឹងក្នុងរយៈពេលខ្លីៗគឺខ្ញុំបានស្គាល់ពួកគាត់ជាច្រើនហើយក៏បានអនុវត្តភាសាអង់គ្លេសជាមួយពួកគាត់ច្រើនផងដែរហើយនៅពេលដែលខ្ញុំចូលវិទ្យាល័យហ្នឹងគឺខ្ញុំទទួលបានចំណេះដឹងបន្ថែមដែលតាក់ទងជាមួយនឹងសង្គមខាងក្រៅដូចជាការរៀនតាក់ទងនឹងផ្នែកអេឡិចត្រូនិកអគ្គិសនីហើយនិងការសរសេរកូដការបង្កើត website ខ្លួនឯងឥឡូវនេះគឺខ្ញុំកំពុងតែរៀន project មួយដែលតាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ AI ដើម្បីស្វែងរកព័ត៌មាននិងស្រាវជ្រាវមេរៀនដែរជាចុងក្រោយគឺខ្ញុំចង់អរគុណម៉ាក់នាងដែលគាត់បានបង្កើតសាលា PO នេះមកហើយបានជួយកុមារក្រីក្រអាចមានលទ្ធភាពក្នុងការទទួលបានការអប់រំនិងចំណេះដឹងដើម្បីមានការអភិវឌ្ឍខ្លួននៅក្នុងអនាគត